ថ្ងៃនេះដែរយើងខ្ញុំដឹកនាំសមាជិកក្រុម22នាក់ដើម្បីចុះយកសំណាក់សម្រាប់បងប្អូននៅតាមទីតាំងដែលសមាគមព្រមទាំងខាងក្រសួងក៏ទម្លាក់ទីតាំងឲ្យយើងខ្ញុំទៅយកសំណាក់នៅទីនោះកាលពីព្រឹកមិញយើងខ្ញុំបានចូលទៅខាងហេង2 restaurant យើងខ្ញុំបានប្រមូលសំណាក់បានចំនួន13នាក់ហើយនឹងរងចាំទទួល hotspot បន្តបន្ថែមទៀតបាទសម្រាប់ការយកលើកនេះគឺជាលើកទី2សម្រាប់ហាងហេង restaurant បាទជាទូទៅបញ្ហាប្រឈមរបស់យើងតែងតែជួបប្រទះការសហការសម្រាប់ប្រជាពលរដ្ឋមួយចំនួនដែលគាត់តែងតែចង់គេចវេះគាត់តែងតែគិតថាគាត់អត់មានបញ្ហាប្រឈមគាត់គិតថារឿងកូវីដនេះជារឿងតូចតាចមិនមែនជារឿងធំដុំធ្វើឲ្យការរីករាលដាលនៃជំងឺនេះកាន់តែបង្កឡើងកាន់តែច្រើនឡើងអញ្ចឹងទេក្នុងនឹងដែរក៏ខ្ញុំសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទូទៅគ្រប់រូបអ្នកដែលមានពាក់ព័ន្ធជាមួយនឹងព្រឹត្តិការណ៍20កុម្ភៈមិនថាតែ20កុម្ភៈទេព្រឹត្តិការណ៍ណាក៏ដោយឲ្យតែពាក់ព័ន្ធនឹងជំងឺ COVID-19 សូមបងប្អូនចូលរួមសហការជាមួយក្រុមគ្រូពេទ្យនិងអាជ្ញាធរដើម្បីស្វែងរកនៅជំងឺ COVID-19 នេះដើម្បីយើងបិទបញ្ចប់ឲ្យបានជោគជ័យ 100%កម្លាំងស្ម័គ្រចិត្តដើម្បីមនុស្សធម៌